ការជេរប្រមាថវាមិនបង្ហាញតែយើងក្លាហានទេការជេរប្រមាថមិនបង្ហាញតែយើងស្នេហាជាតិទេបងប្អូនយើងគួរតែជេរឃើញគេបង្ហោះបន្តិចជេរវាអត់បង្ហាញតែយើងជាអ្នកក្លាហានទេវាអត់បង្ហាញថាយើងជាមនុស្សមានប្រាជ្ញាទេវាមិនបង្ហាញតែយើងជាមនុស្សដែលមានភាពស្នេហាជាតិទេការជេរបើយើងជេរទៅគេអត់ឃើញតម្លៃរបស់យើងក្នុងជីវិតរបស់យើងជាមនុស្សទេការជេរប្រមាថវាមិនបានធ្វើឲ្យយើងមានសិលធម៌ល្អទេបាទអញ្ចឹងបងប្អូនខ្លះគាត់នៅប្រកាន់ខ្ជាប់នឹងការជេរដោយសារតែគាត់ប្រកាន់យកកំហឹងរបស់ខ្លួនអានឹងខ្ញុំក៏មិនដឹងមិនដែរបាទព្រះបានហាម5យើងកុំឲ្យមានពាក្យជេរប្រមាថហើយការជេរប្រមាថនេះវាកើតចេញពីការស្អប់បាទតែព្រះគ្រីស្ទជេរប្រមាថទេបងប្អូនក៏ថាព្រះរឿងផ្សេងខ្ញុំផ្សេងព្រះអង្គអត់ជេរដោយសារតែព្រះអង្គជាព្រះអង្គអាចទប់ចិត្តព្រះអង្គបានតែខ្ញុំជាមនុស្សអត់ទេខ្ញុំត្រូវតែប្រកាន់យកចិត្តខ្លួនឯងធំជាងព្រះតែបងប្អូនជាកម្មសិទ្ធិរបស់អ្នកណារបស់អរិយឬក៏របស់ព្រះបើរបស់ព្រះបងប្អូនមិនមានបង្ហាញពីលក្ខណៈនៃការជេរប្រមាថទេតែរបស់អរិយហ្នឹងហើយជាការប្រមាថដោយលោកីចឹងលោកីអ្នកអត់ជឿគេស្ថិតនៅក្រោមអំណាចរបស់អរិយគេរស់នៅក្នុងការជេរប្រមាថគេរាប់សិលធូរខ្លួនឯងថាត្រឹមត្រូវអត់មានអីជាការហាមឃាត់គេទេបល្ល័ងចិត្តគេគឺជាអាត្មាអញរបស់គេចង់ធ្វើអ្វីតាមតែក្បាលរបស់គេប៉ុន្តែយើងជាគ្រឹះបរិស័ទមិនមែនតាមចិត្តខ្លួនឯងទេបងប្អូនចិត្តគ្រឹះបរិស័ទម្នាក់គឺរស់នៅតាមប្រហាតីព្រះបាទថាជីវិតរបស់យើងថ្វាយដល់ព្រះអ្វីក៏យើងធ្វើតាមព្រះដែរមិនមែនធ្វើតាមចិត្តខ្លួនឯងទេនេះជាការមួយដែលបងប្អូនពិចារណាមើលខ្លួនឯងតើបងប្អូនស្ថិតនៅក្នុងជំនឿអត់ស្ថិតនៅក្នុងព្រះគ្រីស្ទអត់បងប្អូនកំពុងតែដើរតាមសិទ្ធិឈាមខ្លួនឯងឬក៏តាមការគិតរបស់ខ្លួនឯងឬក៏តាមព្រះនេះជាពេលវេលាមួយដែលបងប្អូនអាចមើលគ្រាន់តែការពាក្យជេរប្រមាថហើយបងប្អូនខ្លះគ្រីស្ទីខ្លះគាត់នៅតែប្រឆាំងបាទគ្រូចែកលើហេតុផល1 2 1 3អញ្ចឹងទៅបាទអានោះតាមគាត់ទៅពួកគាត់ប្រឆាំងនៅព្រេងអំពីនិយាយច្បាស់ចំមិនចាំបាច់កាត់ស្រាយហូរហាទេហើយអ្នកខ្លះថាលោកគ្រូអត់ចេះជេរលោកគ្រូយកខអំពីមកបាំងមុខអត់ទេបើយើងភ្លាត់ដល់ពេលខ្លះយើងភ្លាត់យើងលន់តួទៅកាន់ព្រះអង្គតែបើខ្ញុំបណ្ដោយឲ្យខ្ញុំកាន់តែជេរទៅអត់ទេខ្ញុំអត់មានលក្ខណៈចង់ដោយលោកីទេខ្ញុំអត់សប្បាយចិត្តនៅពេលដែលគ្រីស្ទៀនជេរហើយមានអ្នកអតីជេរខ្ញុំបាទអត់សប្បាយចិត្តទេចឹងខ្ញុំដឹងថាការជេរកើតចេញពីសំអប់វាមិនមែនកើតចេញពីសេចក្តីស្រឡាញ់ទេហើយព្រះក៏មិនសត្វរហ័សតែឲ្យគ្រីស្ទៀនជេរគ្នាទៅវិញទៅមកសម្បីតែអ្នកមិនជឿក៏យើងមិនត្រូវជេរពួកគាត់ដែរព្រះជាច្រើនដកព្រះគម្ពីរឲ្យយើងស្រឡាញ់បង្ហាញសេចស្រឡាញ់យើងឲ្យស្រឡាញ់មានអីខ្លះជឿទាំងអស់អត់ទោសទាំងអស់ស្រឡាញ់មិនប្រកាន់ទោសមានលក្ខណៈអញ្ចឹងហើយដូចបានជាយើងផ្ទុយពីលក្ខណៈអញ្ចឹងទៅជាចេញពាក្យជេរប្រមាថទៅគ្នាទៅវិញទៅមកវិញនេះមិនមែនជាអ្វីដែលព្រះសប្តាហ៍ទេបងប្អូនតើបងប្អូនគិតយ៉ាងដូចម្ដេចអំពីការជេរប្រមាថនៅពេលដែលគ្រឹះបរិស័ទជេរនរណាក៏ដោយមិនថារឿងអីក៏ដោយយើងជេរប្រមាថតែព្រះគម្ពីរមានបង្រៀនតកតទៅទៅនឹងផ្នែកសិលធម៌ហើយគោរពថាការជេរប្រមាថគឺជាអ្វីដែលព្រះមកសប្តាហ៍ដែរទេខ្ញុំក៏ធ្លាប់ជាមនុស្សដែលមានការជេរប្រមាថដែរបាទខ្ញុំធ្លាប់ជេរមិនថាសម្ដីតូចសម្ដីធំមិនថាខឹងយើងជេរឬក៏អ្នកជិតខាងរបស់ខ្ញុំនៅជុំវិញផ្ទះពេលខ្លះយើងលឺការដែលគេជេរកូនជេរចៅបាទជេរអាក្រក់ស្ដាប់មែនទែនអញ្ចឹងសម្រាប់យើងជាគ្រីស្ទៀនដែលយើងជឿព្រះយេស៊ូវគ្រីស្ទហើយនេះតែយើងនៅប្រកាន់ខ្ជាប់ការជេរនឹងទៀតអត់បាទតើព្រះមានករណីលើកលែងឲ្យយើងអាចជេរបានក្នុងកលស័ព្ទបែបនេះហេតុការបែបនេះឬបែបនេះខ្ញុំក៏ធ្លាប់ត្រូវគេជេរខ្ញុំដែរបាទធ្លាប់ជេរមិនថាជេរតាមរយៈការ comment មិនធ្លាប់ថាជេរប្រមាថមើលងាយបាទផ្សេងដូច្នេះហើយខ្ញុំយល់ច្បាស់អ្នកដែលទទួលនៅពេលដែលគេជេរយើងក៏មានអារម្មណ៍ថាឈឺចាប់មានអារម្មណ៍ថាខឹងហើយបង្កយើងចង់ជេរកាត់វិញដែរបាទជាទូទៅអញ្ចឹងសម្រាប់ការជេរបើយើងរាប់ជាសិលធម៌នៅក្នុងសាច់ឈាមរបស់យើងជាមនុស្សលើផែនអីនេះការជេរវាមិនបានធ្វើឲ្យតម្លៃរបស់យើងជាមនុស្សល្អប្រសើរឡើងទេបាទអត់មានការណាដែលធ្វើឲ្យយើងល្អប្រសើរឡើងការជេរគ្រាន់តែការជេរវាគឺជាការបង្ហាញពីផ្នែកមួយនៅក្នុងជីវិតរបស់យើងបុគ្គលណាម្នាក់ដែលជេរហ្នឹងគឺអសិលធម៌មែនតើទោះបីជាគាត់ពេលខ្លះយោបល់គាត់ល្អគំនិតគាត់ល្អរាងកាយរបស់គាត់សង្ហាល្អប៉ុន្តែដល់ពេលគាត់ជេរគេអាក្រក់អ្នកដតីមើលមកគេអត់ឃើញតម្លៃអ្វីដែលល្អទេពីព្រោះគេអ្នកដតីគេចាប់អារម្មណ៍គេភ្ញាក់ផ្អើលនឹងទង្វើយើងធ្វើអាក្រក់ហ្នឹងបាទអញ្ចឹងការជេរវាមិនបានជួយឲ្យមនុស្សណាម្នាក់ល្អប្រសើរជាងមុនទេវាបង្ហាញពីអរិយាប័ត្ររបស់យើងគឺយើង
ជាមនុស្សដែលថាមិនល្អហើយជាមនុស្សមួយដែលមិនចេះទប់អណ្ដាតមិនចេះទប់ចិត្តបាទខ្ញុំក៏មានពួកម៉ាក់ខ្ញុំដែលមិនមែនជាអ្នកជឿព្រះយេស៊ូវគ្រីស្ទទេប៉ុន្តែគាត់អត់ជេរទេបាទគាត់ប្រកាន់ខ្ជាប់នៅក្នុងសិលធម៌មកគាត់អត់ជេរព្រោះការដែលគាត់ជេរវាធ្វើឲ្យអ្នកដទៃមើលមកគាត់ថាគាត់ជាមនុស្សមិនល្អបាទបងប្អូនដឹងស្រាប់ហើយបើសិនជាបងប្អូនដើរជាមួយមិត្តភ័ក្តិណាដែលបកកាយជេរមាត់បបាច់បងប្អូនក៏ស្ថិតនៅក្នុងការគិតរបស់អ្នកដែលការគិតរបស់គេចំពោះយើងក៏ដូចអ្នកជេរនឹងដែរអញ្ចឹងបងប្អូនការជេរជាអ្វីដែលព្រះគម្ពីរហាមដែរការហាមនេះហេតុអីបានជាព្រះគម្ពីរហាមយើងពីព្រោះបើយើងបានប្រព្រឹត្តការជេរប្រមាថរួចទៅហើយគ្មានពេលវេលាណាមួយដែលយើងអាចនឹងប្រើប្រាស់ពាក្យសម្ដីរបស់យើងជេរបានទេមិនថាហេតុការណ៍ណាមួយក៏ដោយព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើងដែលយើងជឿដែលយើងត្រាប់តាមដែលយើងហៅព្រះអង្គជាព្រះអង្គម្ចាស់នៃទុំបង្គំបងប្អូនដែលលើពាក្យព្រះយេស៊ូវជេរបងដែលជេរអាក្រក់ជេរយើងមើលពីលក្ខណៈព្រះយេស៊ូវដែលទ្រង់ជាព្រះ 100% ជាមនុស្ស 100% ព្រះអង្គអត់ដែលជេរទេខ្ញុំចាំសាច់រឿងមួយដល់ពេលដែលព្រះយេស៊ូវបានទៅព្រះវិហារហើយឃើញព្រះវិហារនៅក្នុងដំណាក់នៃការអធិដ្ឋានរបស់ផងព្រះអង្គពោពេញដោយរោងចោលមានគេលក់ប្រៀបដូរលុយសពយ៉ាងនៅក្នុងព្រះវិហារដែលជាកន្លែងអធិដ្ឋានរបស់ផងព្រះអង្គឃើញព្រះអង្គខឹងមែនតើឃើញព្រះអង្គខឹងព្រះអង្គដើរទៅកាប់តុកអ្នកលក់កាប់តុកកន្លែងលក់ដូរព្រះអង្គប្រឡែងសัตว์ជាមសัตว์អីផ្សេងហើយព្រះអង្គខឹងមែនតើព្រះអង្គយករំពាត់បាទដេញគេដោយសារពួកគាត់យកកន្លែងដែលដំណាក់អធិដ្ឋាននៃព្រះវរបិតារបស់ព្រះអង្គធ្វើជាកន្លែងរោងចោលតែព្រះអង្គអត់បានជេរទេហើយព្រះអង្គក៏ដែររអ៊ូរទាំដែរព្រះយេស៊ូវព្រះកន្សែងបងប្អូនព្រះយេស៊ូវយំព្រះអង្គយំនៅព្រះគម្ពីរយូហានបានប្រកាសព្រះអង្គយំនៅពេលដែលឃើញឡាសារដេកលក់ព្រះអង្គយំព្រះកន្សែងព្រះគម្ពីរបានប្រកាសថាព្រះអង្គព្រះកន្សែងតែព្រះអង្គអត់ដែររអ៊ូរទាំដាក់ព្រះវរបិតាថាអូព្រះអង្គមិនអញ្ចឹងហើយបានស្លាប់ខុសអីបាទអត់ដែររអ៊ូរទាំទេព្រះយេស៊ូវគ្រីស្ទនៅពេលដែលមនុស្សជេរប្រមាថព្រះអង្គវាយនៅរំពាត់រហូតដល់គេធ្វើគុតដល់ព្រះអង្គរហូតដល់មនុស្សស្រែកថាឲ្យលេងបារ៉ាបាសឬក៏លេងយេស៊ូមនុស្សជ្រើសរើសលេងបារ៉ាបាសដែលជាឃាតករដាក់មនុស្សអាក្រក់ព្រះអង្គអត់ធ្មត់ព្រះអង្គអត់ដែរមានពាក្យអាក្រក់ណាមួយចេញពីព្រះអស់ទ្រង់មកព្រះគម្ពីរបានប្រកាសថាអត់ដែរមានពាក្យអាក្រក់ណាមួយចេញពីព្រះអស់ទ្រង់មកសោះសូម្បីតែហើបមាត់ក៏អត់ដែរនិយាយតែហើយព្រះអង្គអត់ដែរជេរទេហើយដែលបានជាយើងជាគ្រឹះបរិស័ទមិនគួរមានលក្ខណៈដូចព្រះគ្រីស្ទទៅបើជាយើងដាក់លក្ខខណ្ឌចំពោះព្រះបន្ទូលព្រះថាពេលឥឡូវនេះខ្ញុំត្រូវតែជេរព្រោះខ្ញុំខឹងហើយគិតថាការជេររបស់យើងត្រឹមត្រូវហើយសមស្របមានហេតុផលហើយបាទយើងគិតខ្លួនឯងតែព្រះគម្ពីរបានគ្រប់គ្រងការដែលយើងធ្វើដូច្នោះទេបងប្អូនសាកគិតមើលបើបងប្អូនជេរនរណាម្នាក់ឬក៏នរណាម្នាក់ជេរយើងមានអារម្មណ៍យ៉ាងម៉េចហើយបងប្អូនគិតថាបងប្អូនឃើញនរណាម្នាក់ជេរនៅចំពោះមុខយើងជាពិសេសដែលយើងរស់នៅក្នុងភូមិស្រុកនៅក្នុងតាមខេត្តបណ្ដាខេត្តខ្លះមានម៉ែឪខ្លះជេរកូនអាក្រក់មែនតើជេរមិនដឹងរឿងអីចេះជេរកូនជេរចៅជេរប្តីជេរអីអញ្ចឹងហើយយើងឮពាក្យឮគាត់ជេរអញ្ចឹងយើងមានអារម្មណ៍យ៉ាងម៉េចដែរតើគាត់ជាមនុស្សមានសិលធម៌ល្អទេបាទមានសិលធម៌ល្អដែលយើងគួរគោរពទេហើយយើងខ្លាចគាត់ជេរយើងទេបាទយើងខ្លាចដូច្នេះយើងអត់ចង់នៅក្បែរគាត់ទេយើងអត់ចង់រាប់រងគាត់ទេដោយសារអីគាត់ខ្លាចគាត់ជេរបាទគាត់ជេរអាក្រក់ជេរសារផ្អើលភូមិផ្អើលចៅផ្អើលផ្ទះបាទយើងអត់ចង់នៅក្បែរគាត់ទេនេះយើងនិយាយពីសិលធម៌ខាងក្រៅរបស់យើងបាត់ជាព្រះគម្ពីរហាមយើងបាទហាម5ព្រោះមនុស្សយើងធ្លាប់ជេរហាម5យើងកុំឲ្យមានការជេរប្រមាថដកព្រះគម្ពីរអេផេសូសចំពុក4ខ41ចូលដកគ្រប់ទាំងសេចក្តីជួលវិញក្តៅក្រហាយកំហឹងលោឡាជេរប្រមាថនិងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅបាទគ្រប់ទាំងសេចក្តីអាក្រក់ប្រហែលជាមានពាក្យលើសពីជេរទៀតបាទនៅក្នុងនេះក៏មានការជេរប្រមាថនៅរូបបញ្ចូលទាំងសេចក្តីអាក្រក់នោះដែរជួលវិញជួចោះក្តៅក្រហាយលោឡាបាទនៅក្នុងបទគម្ពីរខ្លះបាទប្រាប់ថាចំណែនលវិញជួចត់បាទលោកអាភិបចំណែនលវិញជួចប់ហ្នឹងគឺអាក្រក់មែនតើសម្រាប់ការគិតរបស់យើងជាមនុស្សនេះគឺជាអ្វីដែលព្រះមិនសពរហាតីទេហើយក៏វាមិនមែននៅក្នុងលក្ខណៈនៃគ្រឹះបរិស័ទដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធដែរអ្នកដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺដើរនៅក្នុងព្រះវិញ្ញាណមិនមែនដើរនៅក្នុងសាច់ឈាមទេបានជាការជេរប្រមាថនេះមិនមែនជាបំណងប្រហាតីទេព្រះទេហើយក៏មិនមែនជាលក្ខណៈព្រះគ្រីស្ទ
đạiประองมีนเอายังจีโก้ระบบพองประองมีนแหลกกันหนักอย่างโดยฉันนุดได้จึงมันทากระดาษสับแบบหน้าก็ได้บางปนมันกูมีนปีเจประมาทตัวไปยังสอบข้างล่างบรรณาก็ได้มันกูมีการเจประมาทเรื่องตัวตายยังนาก็ได้มันกูมีนเจประมาทสมัยแต่ดอธนายังกลุ่มเรียนกับให้ชีวิตบ่ยังก็ยังกูแต่ตบจัดได้บ้างให้ได้บรรยมใหญ่โดยฉันนะคนนี้มันจีมนุษย์อารมณ์การเกิดในบ่ยมได้บ่เจอบ่ยมตุ่มหอมดวงจัดบ่ยมกากลุ่มพังบ่ยมด้วยแต่บางปนตีแต่ประกรีปรับเยอะทายกับอ้อยมีการเจประมาทกับอ้อยหาบม้วนให้ยังเมื่อนาก็เจกับรู้ประกรีก็เจกับรู้ได้ยังตระประดาวดันไม่ยังเมื่อในดัตไตเอ้ยยังเคยเจได้ยังเจได้ยังอัดมีนตระการเมื่อในดัตไตกราปีประกรีที่บางปนยังตระแต่ดังถามนู้จีกาเจนั่นคือจัดกัดจังปีกายังสอบบ่ายกาเจนี่กาจังปีกายังสอบแต่บางปนเมื่อทั้งประกปีกาลติจปูปรามคอมาเพย์ดอลคอมาเพย์บุญจ้ะบ่าเมื่อของเมื่อนั่งนั่งเต้ยังเคยถามไฟบงกุมรุกเปรี้ยมนนากุมสมอบขณีชลุปไก่ชเนนี่กำพังเตือเตงขณีบะใบปะปุจะแน่นกับสำหรับประเมิกซีจรลซีพักจรลนังกาไวติดเนี่ยได้สเดียงนังสึกได้ต่างดีพ่อหายขยมปรับเนี่ยเราเนี่ยตกเจียมุนโดยจีบางปรับรุยมาหายท้าอ้อนเนี่ยได้ปรับประเดชนนุมันบานโกรนโกเปรี้ยตกเจียมดอไหลนี่คือชีกิกาสัจฉิมบริษัทบอมโบเมอร์ในครั้งก่อนดับประมูลรีไอกิกาคังสัจฉิมนู้ประกอบฉบับให้คือสิ่งใดกุมพัดสหายสมอลสโมกรกหาเพียบ่ายังเมื่อตัวโฮไฮอันบันไม่นั่งเจประมาทก็วิมันมีปีเจประมาทปัตไตวิสทัดในขนมการได้ยังซับการได้ยังซับการจะปีเจประมาทให้ในขนมคอมาพายมุ้ยนังกาไว้ติดมีแทมติดบ่าให้ยังเมื่อพอพลายในประวัติยินอัดมีนการเจประมาทเตอัดมินพีบสมออบเตะแล้วชนิดให้ยังจีกรือบอสัตกุมเจบ่าบองปอนกุมเจบาสันจิบองปอนมีตุ่มลอบเจบ่าจีการมวยบองปอนตรพลาปลายจัดไอ้บ้านมาโรประกรีดาจีประอังทองครุบ่อยังขังบ่ายังขังยังก็ขังได้นับไปดาตึกใดบอกตึกใดกัมพูชีบ่ยังตระเกชลินเปลี่ยนยังขังมันเต้นตายยังไอ้ฟูไว้บ้านจำนวนไอ้กาขังบ่อยังบ่ามีนยมือในขนมซาโปรมีนในครองเพกระทรวงคลากดบันเลิกตัวจัดโดยสับดอลซ่าหรือสักเอาโยกาได้ยังข้างกำพังบ่ยังปลายคลายตัวจิกาคอมเปรรินบ่านุจิกาล้อเหมือนเมนโยกำพังบ่ยังปลายตัวจิกาได้ยังเจประมาทกาเจประมาทวิบังหาแต่ยังคลาฮันตีกาเจประมาทบังหาแต่ยังสนาฮาชีตีบางปนยังกุยแต่เจเคยเกยบังฮันติเจวิบังหาแต่ยังจีเนี่ยคลาฮันตีวิอัดบังไฮไทยยังจีมนุษย์มีปรัชญาเตวิมันบังไฮแต่ยังจีมนุษย์ได้มีพิบสนาฮาจีเตกาเจนุ่งกาเจมันบังไฮแต่ยังจีเนสนาฮาจีเตบางปอนแต่ยังไอท์ไว้บ้านจำนวนกาเจเนี่ยเราไปแต่ยังข้างสตร์บ่อยยังบ้างไปกับปีบามปรับเฟอร์เปอร์ละออาทิตย์ทางในข้างสตร์บ้างยังอัตราเจงกุยแต่เจอัตเธอเอซอเตกระซูงกับบ้านเราติดจัดดอลซาไม่จำนวนกร้อยเราไปแต่กดขังจุ่มเลี้ยบาเคยประเทศกุปงตะวีประหารสังเกตยังอยู่กับหังปลายคล้ายตัวจิกาคอมปรังเรียนโซดบ่าเหมือนเป็นคอมปรังเจเตกาเจทั้งวิอัตละอเตนี่ยังยัยขนมแบบสัตว์ชิมสรุปทอขังกล้าวกราบีเปลี่ยนตัวบ้องก็จิการรับมันละอได้หายไปกับปีก็มันรับจิการละอวิกเจียวไว้ได้ดังสัตว์ชิมให้ขนมเปรกรียิสูและขณะกระดูกบอสัตอัดมีนกาเจประมาทเตส่วนยำใจวิโลนี่คือเจยำตีเนี่ยนะเจเมนเจข้างไทยมันกรุ๊ปเจข้างเป็นคล้ายเจตั้งปองขมายังคนไอเดียดเจนี่เดียดว่าเจบันยำประหยัดได้สำหรับคนรุ่นยำตัวประหยัดของการเจปตายบางปองยำตั้งทามดีไซน์ยังจิมนู้ยังพลอดบางยังพลอดจนมันติโอ้จะล้อมเจก่อนติทาก่อนติเป็นคล้ายปีเจบ่อยเยอะจีปีมวยได้สระเตะนุก็รับเจได้กรานทาตำหมในเกตแต่ตัวการเจบ่เยอะวิมันโซชื่อจับโดยยังปราบปีเจครั้งกี่ไอหนึ่งชื่อจับจังนะจังให้บ้านเจียปลอห้ามอย่างก็เอาเจเอายังโดการนั่งเจงบ่าตายยังมันดังbị bong bongคลาก็ทาโอ้ยังขังเลยกรูยังอดหมดบ้านยังจ้องตัวเจอันนู้เปเวลีได้ยังกับปุ่งแต่ขังนู้ให้จีเปเวลีได้ยังหนึ่ง
ធ្វើតេស្តសាររបស់ខ្លួនឯងថាតើយើងកំពុងយកព្រះគ្រីស្ទជាបល្ល័ង្កចិត្តរបស់យើងឬក៏យើងយកអាត្មាអញនៅក្នុងជីវិតរបស់ខ្លួនឯងយើងកំពុងដើរសាច់ឈាមខ្លួនឯងឬក៏យើងដើរនៅក្នុងព្រះវិញ្ញាណអត់ទេការដើរការស្អប់ការជេរហ្នឹងបាទទូទៅអ្នកជេរកើតចេញពីការស្អប់បើសិនជាបងប្អូនស្អប់នរណាម្នាក់ហើយអ្នកហ្នឹងធ្វើយើងខឹងមែនទែនច្បាស់ជាយើងធ្វើយើងជេរគាត់ហើយបាទប៉ុន្តែអ្នកដែលមានប្រាជ្ញាគេស្រឡាញ់យើងគេអត់ជេរយើងទេគេអាចបន្ទោសយើងដោយពាក្យសម្ដីក្រៅពីពាក្យជេរនោះជាការល្អដែលគេអាចទទួលយកបានតែមកដល់ជេរយកទាំងខ្ញុំទាំងបងប្អូនក៏ទទួលអារម្មណ៍មួយថាយើងឆ្ងល់ហេតុបើជេរខ្ញុំយើងអាម៉ាស់យើងមានអារម្មណ៍ថាម្នាក់ហ្នឹងដូចជាមិនដល់ថ្នាក់ហ្នឹងទេមិនក៏ជេរអញ្ចឹងបាទពេលខ្លះយើងឃើញរូបរាងគេស្អាតបាទដល់ពេលឃើញជេរយើងចាប់ដើមឃើញថាអូនេះរូបរាងស្អាតបាត់តែសិលធម៌0តែម្ដងយើងចាប់ដើមវាតម្លៃគេដោយសារអីពីសម្ដីរបស់គាត់ចេញអរិយាប័ត្រនៃការជេររបស់គាត់វាធ្វើឲ្យយើងឃើញតម្លៃរបស់គាត់ថាគាត់មិនគួរអញ្ចឹងសោះយើងមើលមនុស្សខុសហើយឃើញគាត់ស្លៀកពាក់ស្អាតបាទសមរម្យរំទុំដល់ពេលនិយាយចេញមកដូចជាអាចទាំងកថាអញ្ចឹងបាទពេលខ្លះយើងនិយាយអញ្ចឹងដូច្នេះហើយបានជាការជេរប្រមាថចេញពីមាត់របស់យើងអណ្ដាតរបស់យើងចិត្តរបស់យើងវាមិនបានធ្វើឲ្យយើងមានតម្លៃល្អប្រសើរជាងមុនទេវាមិនបានធ្វើឲ្យយើងខ្លាចជាអ្នកក្លាហានទេហើយវាក៏មិនបានធ្វើឲ្យយើងជាអ្នកស្នេហាជាតិពិតប្រាកដដែរអ្នកស្នេហាជាតិពិតប្រាកដគេអាចដាក់បង្ហាញអំពីតចរិតសិលធម៌អន់បែបហ្នឹងទេបាទយើងមើលគំរូអ្នកដឹកនាំរបស់យើងទៅមើលនៅពេលដែលគេចាប់ដៃឬក៏ទៅចរចាជាមួយខាងភាគថៃតើពួកគាត់មានប្រើពាក្យជេរអញ្ចឹងទេគាត់ចាប់ដៃគាត់ញញឹមគាត់សំណេះសំណាលគ្នាផ្សេងមិនមានទៅដល់ជេរអញ្ចឹងទេបងប្អូនការជេរហ្នឹងវាដូចបើសិនជាជេរវាត្រូវជាចេញជាថាដូចចាក់សាំងលើភ្លើងអញ្ចឹងឲ្យវាឆេះកាន់តែខ្លាំងអញ្ចឹងវាអត់មានអីជាការបង្ហាញទេជេរក៏មិនការជេរប្រមាថមិនមែនជាដំណោះស្រាយដ៏ល្អទេវាមិនមែនជាការបង្ហាញថាយើងល្អខ្លាំងជាងគេទេប៉ុន្តែវាកាត់ចេញពីការសំអប់អំនួតបាក់បែកហើយនឹងការកាប់សម្លាប់នេះវាច្បាស់ហើយវាជាការបង្ហាញពីកិច្ចការសាច់ឈាមនេះមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងជីវិតអ្នកជឿទេអញ្ចឹងបងប្អូនពិចារណាខ្លួនឯងចោះបាទបើបងប្អូនគិតថាលោកគ្រូនិយាយមកអត់ដឹងពីកលៈទេសៈថាប្រទេសជាតិកំពុងយ៉ាងម៉េចអីម៉េចយើងត្រូវតែជេរបាទបើបងប្អូនជេរមិនខុសពីលោកីទេបាទលោកីគេគិតថាគ្រីស្ទានល្អប្រសើរមានសិលធម៌ខ្ពស់ព្រះរបស់គ្រីស្ទានព្រះស្រឡាញ់ព្រះអង្គអត់ឲ្យកូនព្រះអង្គជេរទេគេដឹងពេលខ្លះអ្នកលោកីគេដឹងជាងយើងទៀតដល់ពេលយើងជេរទៅអ្នកលោកីគេថាហើយដូចតែអញដែរហ្នឹងបាទហើយខនបាយអីឲ្យជេរទៅអញដែរសោះអញ្ចឹងគេរាប់ថាគ្នាយើងហ្នឹងបាទលោកីគេចូលចិត្តយើងពីព្រោះគេស្រឡាញ់អំពើអ្វីដែលជាអំពើអសិលធម៌ការស្អប់ការជេរប្រមាថហ្នឹងគេស្រឡាញ់ណាដូចអរិយអញ្ចឹងអរិយជេរប្រមាថអរិយនៅជេរប្រមាថតែបងប្អូនឈ្មោះអរិយនៅក្នុងភាសាក្រិកឈ្មោះអរិយហ្នឹងមានន័យថាអ្នកជេរប្រមាថអ្នកជេរប្រមាថបាទបើយើងជេរគឺយើងមិនខុសពីលក្ខណៈរបស់សតាំងទេអរិយបានន័យថាអ្នកជេរប្រមាថបាទនៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីឈ្មោះរបស់អរិយមានអរិយសតាំងមេលបួងមេកំណាចមេគ្រប់គ្រងរាជលើអាកាសចៅវាយលោកីបេសេប៊ូលអរិយបេលាអាចប្រកាន់អាបាដូនឬក៏អាប៉ូលីយ៉ូនឈ្មោះវាសិតតែបង្ហាញពីអត្ថន័យរៀងខ្លួនដែលមាននៅក្នុងលក្ខណៈរបស់វានៅក្នុងបុគ្គលដែលយើងហៅថាអរិយសតាហ្នឹងឯងអញ្ចឹងការជេរប្រមាថគឺស្មើនឹងអរិយគឺបានន័យថាអ្នកជេរប្រមាថវាជេរប្រមាថព្រះជេរទាំងយប់ទាំងថ្ងៃជេរទាំងប្រមាថទាំងគ្រឹះបរិស័ទទៀតដូច្នេះបានជាយើងជាគ្រឹះបរិស័ទយើងមិនមានលក្ខណៈយ៉ាងដូចនោះទេពីព្រោះយើងស្ថិតនៅក្នុងព្រះគ្រីស្ទតើព្រះគ្រីស្ទជេរប្រមាថទេបងប្អូនគាត់ថាព្រះរឿងផ្សេងខ្ញុំផ្សេងព្រះអង្គអត់ជេរដោយសារតែព្រះអង្គជាព្រះអង្គអាចទប់ចិត្តព្រះអង្គបានតែខ្ញុំជាមនុស្សអត់ទេខ្ញុំត្រូវតែប្រកាន់យកចិត្តខ្លួនឯងធំជាងព្រះតែបងប្អូនជាកម្មសិទ្ធិរបស់អ្នកណារបស់អរិយឬក៏របស់ព្រះបើរបស់ព្រះបងប្អូនមិនមានបង្ហាញពីលក្ខណៈនៃការជេរប្រមាថទេតែរបស់អរិយហ្នឹងហើយជាការប្រមាថដោយលោកីចឹងលោកីអ្នកអត់ជឿគេស្ថិតនៅក្រោមអំណាចរបស់អរិយគេរស់នៅក្នុងការជេរប្រមាថគេរាប់សិលធូរខ្លួនឯងថាត្រឹមត្រូវអត់មានអីជាការហាមឃាត់គេទេបល្ល័ង្កចិត្តគេគឺជាអាត្មាអញរបស់គេចង់ធ្វើអ្វីតាមតែក្បាលរបស់គេប៉ុន្តែយើងជាគ្រឿងបាស័តមិនមែនតាមចិត្តខ្លួនឯងទេបងប្អូន
ចិត្តគ្រឹះបរិស័ទម្នាក់គឺរស់នៅតាមប្រហារដីព្រះបាទថាជីវិតរបស់យើងថ្វាយដល់ព្រះអ្វីក៏យើងធ្វើតាមព្រះដែរមិនមែនធ្វើតាមចិត្តខ្លួនឯងទេនេះជាការមួយដែលបងប្អូនពិចារណាមើលខ្លួនឯងទៅតើបងប្អូនស្ថិតនៅក្នុងជំនឿអត់ស្ថិតនៅក្នុងព្រះគ្រីស្ទអត់បងប្អូនកំពុងតែដើរតាមសិទ្ធិឈាមខ្លួនឯងឬក៏តាមការគិតរបស់ខ្លួនឯងឬក៏តាមព្រះនេះជាពេលវេលាមួយដែលបងប្អូនអាចមើលគ្រាន់តែការពាក្យជេរប្រមាថហើយបងប្អូនខ្លះគ្រីស្ទីខ្លះគាត់នៅតែប្រឆាំងបាទគ្រូចែកជេរលើហេតុផល1 2 1 3អញ្ចឹងទៅបាទអានោះតាមគាត់ទៅពួកគាត់ប្រឆាំងនៅព្រេងអំពីនិយាយច្បាស់ចំមិនចាំបាច់កាត់ស្រាយហូរហាទេហើយអ្នកខ្លះថាលោកគ្រូអត់ចេះជេរលោកគ្រូយកខអំពីមកបាំងមុខអត់ទេបើយើងផ្លាត់បើយើងពេលខ្លះយើងផ្លាត់យើងលន់តួទៅកាន់ព្រះអង្គតែបើខ្ញុំបណ្ដោយឲ្យខ្ញុំកាន់តែជេរទៅអត់ទេខ្ញុំអត់មានលក្ខណៈចង់ដូចលោកីទេខ្ញុំអត់សប្បាយចិត្តនៅពេលដែលគ្រីស្ទៀនជេរហើយមានលេនអតេជេរខ្ញុំបាទអត់សប្បាយចិត្តទេចឹងខ្ញុំដឹងថាការជេរកើតចេញពីសំអប់វាមិនមែនកើតចេញពីសេចក្តីស្រឡាញ់ទេហើយព្រះក៏មិនសិតរហ័សតែឲ្យគ្រីស្ទៀនជេរគ្នាទៅវិញទៅមកសម្បីតើអ្នកមិនជឿក៏យើងមិនត្រូវជេរពួកគាត់ដែរព្រះជាច្រើនដកព្រះគម្ពីរឲ្យយើងស្រឡាញ់បង្ហាញសេចស្រឡាញ់យើងឲ្យស្រឡាញ់មានអីខ្លះជឿទាំងអស់អត់ទោសទាំងអស់ស្រឡាញ់មិនប្រកាន់ទោសមានលក្ខណៈអញ្ចឹងហើយដូចបានជាយើងផ្ទុយពីលក្ខណៈអញ្ចឹងទៅជាចេញពាក្យជេរប្រមាថទៅគ្នាទៅវិញទៅមកវិញនេះមិនមែនជាអ្វីដែលព្រះសប្តាហ៍ទេបងប្អូនដូច្នេះខ្ញុំបញ្ចប់ទៅវីដេអូប៉ុណ្ណឹងក្នុងពេលវេលាដែលយើងកំពុងតែមានសង្គ្រាមរវាងខ្មែរនិងថៃអញ្ចឹងជំនួសឲ្យការជេរប្រមាថទោះបីជាថៃគេជេរប្រមាថដល់យើងប្រមាថជេរយើងគួរតែមានពាក្យពេចន៍ក្រៅពីពាក្យជេរយើងអាចអប់រំខ្ញុំនិយាយស្មោះត្រង់បងប្អូនខ្ញុំឃើញធូហ្គាយម្នាក់ដែលនៅសៀមរាបហើយឃើញជនជាតិថៃគាត់អួតគេថាស្រុកខ្មែរអត់មានអីដើរលេងទេមានតែអង្គរវត្តមានតែប្រាសាទអង្គរធំតែប៉ុណ្្នឹងឯងគេថានៅថៃមានកន្លែងដើរលេងច្រើនណាស់និយាយហូរហែដល់គាត់ឆ្លើយតបវិញដោយសមរម្យមែនតើខ្ញុំសប្បាយចិត្តដែលប្រទេសឯងមានកន្លែងដើរលេងច្រើនបើសិនជាអ្នកផ្សេងជេរទៅវិញដែរជេរគាត់យើងត្រូវតែបង្ហាញពីភាពបន្ទូតបន្ទន់បន្ទាបខ្លួនដោយឆ្លើយតបដោយរំទុំមនុស្សដទៃទៀតនឹងឃើញតម្លៃយើងហើយបើយើងជេរទៅគេអត់ឃើញតម្លៃរបស់យើងក្នុងជីវិតរបស់យើងជាមនុស្សទេការជេរប្រមាថវាមិនបានធ្វើឲ្យយើងមានសិលធម៌ល្អទេបាទអញ្ចឹងបងប្អូនខ្លះគាត់នៅបើកាន់ខ្ជាប់នឹងការជេរដោយសារតែគាត់ប្រកាន់យកកំហឹងរបស់ខ្លួនអានឹងខ្ញុំក៏មិនដឹងមិនដែរបាទព្រះបានហាម5យើងកុំឲ្យមានពាក្យជេរប្រមាថហើយការជេរប្រមាថនេះវាកើតចេញពីការស្អប់បាទអញ្ចឹងបើបងប្អូនគិតថាខ្ញុំនិយាយនេះមិនដឹងកលៈស័កឬក៏ចោទខ្ញុំថាអូនឯងមិនដូចជាបងមិនយល់ពីអារម្មណ៍បងអត់ដឹងទេបាទតែព្រះដឹងព្រះយេស៊ូវដឹងព្រះអង្គយល់ព្រះអង្គបានឆ្លងកាត់ការជេរប្រមាថក្នុងនាមទ្រង់ជាព្រះរាជបុត្រនៃព្រះអង្គត្រូវរងទុក្ខព្រះអង្គត្រូវគេធ្វើគុតស្ដោះទឹកមាត់វាប្រហារអីផ្សេងព្រះអង្គអត់ដែលមានពាក្យជេរប្រមាថសម្បីតែមួយចេញពីព្រះអស់ទ្រង់ក៏មានពាក្យហ្នឹងដែរផ្ទុយទៅវិញពេលដែលព្រះអង្គសគត់លុយទៅឆ្កាព្រះអង្គថាម៉េចគេប្រមាថព្រះអង្គឯងបែរជាព្រះរាជបុត្រព្រះមែនចុះពីឈើឆ្កាមកអញមើលផងអូនិយាយហូរហើយផ្ដឺព្រះអង្គច្រើនណាតែព្រះអង្គថាម៉េចព្រះអង្គអើយទិដ្ឋានដល់ព្រះបិតាទ្រង់ថាម៉េចព្រះអង្គអើយសូមអត់ទោសដល់ពួកគេត្បិតពួកគេមិនដឹងអីទេបើយើងជាមនុស្សសាច់ឈាមយើងចុះឲ្យមើលតែម្ដងមកចុះពីលើជើងឆ្កាឲ្យពួកគាត់ឃើញយើងបើសិនជាយើងជាព្រះសូនលើជើងឆ្កាយើងគិតចឹងតែព្រះអង្គទេព្រះអង្គបន្ទាបខ្លួនមែនតើបាទបន្ទាបខ្លួនមែនតើហើយបើជាអធិដ្ឋានឲ្យព្រះអង្គអត់ទោសដល់ព្រះបិតាទ្រង់អត់ទោសដល់មនុស្សដែលនៅមុខព្រះអង្គដែលកំពុងសគត់លើជើងឆ្កាហ្នឹងចឹងយើងយកគំរូតាមព្រះអង្គហើយកុំគិតថាព្រះអង្គធ្វើចឹងឲ្យព្រះអង្គទុនខ្សោយអត់ទេលទ្ធផលចុងក្រោយដល់ថ្ងៃជំនុំជម្រះព្រះអង្គមានទុនខ្សោយទេបាទដូច្នេះបានជាយើងថ្វាយការដែលយើងទាំងអស់នេះទៅកាន់ព្រះអង្គក្នុងពេលវេលាដែលយើងកំពុងតែមានសង្គ្រាមអធិដ្ឋានទៅកាន់ព្រះអង្គទូលអង្វរសម្រាប់ប្រជាជាតិទាំងពីរហើយមានប្រាជ្ញាយើងជាឱកាសមួយដែលយើងខំផ្សព្វផ្សាយដំណឹងល្អដល់ជនភៀសខ្លួនបាទមានក្រុមគ្រីស្ទានខ្លះគាត់ធ្វើអំណោយយកថវិកាដង្វាយទៅជួយជនភៀសខ្លួនអមជាមួយនឹងខិត្តប័ណ្ណផ្សាយដំណឹងល្អនេះជាអ្វីដែលយើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងការផ្សាយដំណឹងល្អដល់ជនភៀសខ្លួនដែរមិនមែនគ្រាន់តែជួយជំនួយដល់រដ្ឋាភិបាលដើម្បីរដ្ឋាភិបាលឃើញយើងតែជាល្អឬក៏ធ្វើឲ្យឃើញមនុស្សឃើញតែជាមនុស្សល្អដល់ព្រះគ្រីស្ទយេស៊ូវអត់បានឃើញតម្លៃព្រះអង្គសោះជីវិតយើងជាគ្រឹះបរិស័ទគឺយើងនៅលើក្នុងការព្រះគ្រីស្ទមកថាកិច្ចការយើងធ្វើអ្វីក៏ដោយដែរអញ្ចឹងការដែលជនភៀសខ្លួនកំពុងតែជំនឿច្រើនមែនទែនបាទខ្ញុំនៅខាងប៉ែកសៀមរាបក៏ខ្ញុំឮគ្រាប់ឪពុករបស់ខ្ញុំនៅខេត្តបន្ទាយមានជ័យបាទឃើញគ្រាប់ ARS 16តម្លាក់មកឃើញគ្រាប់តាបងប្អូនចដូរមួយខ្ញុំផ្ញើថតឲ្យមើលបាទយើងភ័យខ្លាចប៉ុន្តែយើងជេរប្រមាថទេអត់ទេ
ពីព្រោះយើងដឹងថានៅក្នុងកណ្ដាប់រហូតរបស់ផងព្រះទោះបីជាការអាក្រក់ទោះបីយើងដើរកាត់ចុតលងនៅក្តីស្លាប់យ៉ាងណាក៏ដោយព្រះអង្គគង់នៅជាមួយនឹងយើងទោះបីជាបងប្អូនបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះឥឡូវនេះក៏ដោយព្រះយេស៊ូវនឹងប្រោះបងប្អូនឲ្យរស់ឡើងវិញនៅថ្ងៃដែលព្រះអង្គយាងមកនៅថ្ងៃដែលយើងទៅជួបនឹងព្រះនឹងឯងជីវិតបងប្អូនត្រូវបានធានាដោយព្រះយេស៊ូវដ៏អស្ចារ្យជានិច្ចបើសិនជាបងប្អូននិងខ្ញុំស្លាប់នៅពេលវេលាឥឡូវនេះយើងស្លាប់ប៉ុន្តែព្រះអង្គនឹងប្រោះរស់ឡើងវិញដូចជាឡាសាអញ្ចឹងព្រះយេស៊ូវមានអំណាចលើសេចក្តីស្លាប់បងប្អូនតក់ស្លុតក្នុងពេលវេលាដែលសង្គ្រាមក៏ពិតសង្គ្រាមវាមិនមែនតែកាត់ឡើងក្នុងឥឡូវនេះទេវាកាត់ឡើងជារាប់ឆ្នាំទៅហើយដែលខ្ញុំនិយាយវីដេអូមុនពេលទៅសង្គ្រាមអញ្ចឹងអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយប៉ាឡេស្ទីនជាមួយសាសដទៃច្រើនអ៊ីស្រាអែលក៏មានទំនាស់ផ្ទៃក្នុងសម្រាប់គ្នាក្នុងបងប្អូនអ៊ីស្រាអែលនឹងដូចគ្នាដែរអញ្ចឹងយើងឥឡូវនេះយើងជាគ្រិស្តបរិស័ទជំនួសឲ្យការជេរប្រមាថយើងគួរអធិដ្ឋានឲ្យគ្នាទៅវិញទៅមកអធិដ្ឋានដោយការបន្ទាបខ្លួនមិនមែនអធិដ្ឋានដោយសូមឲ្យព្រះដាក់បដាសាទៅប្រទេសថៃទេណាបាទដោយលោកយូណាស់បាទលោកយូណាស់ព្រះអង្គថាឲ្យចាត់ទៅក្រុងនីនេវេអត់ទៅទេឲ្យព្រះអង្គចង់ដាក់ទម្លាក់ភ្លើងមកផ្លាញទីក្រុងនឹងចោលព្រះរបស់យើងព្រះអង្គអត់ធ្មត់ណាស់ចំពោះយើងជាគ្រិស្តបរិស័ទចំពោះយើងជាមនុស្សខ្ញុំពិចារណាបងប្អូនពិចារណាមិនដឹងថាបងប្អូនពិចារណាដោយការជឿឬក៏គិតថាព្រះគម្ពីរជារឿងនិទានឬមិនខ្ញុំពិចារណាបងប្អូននៅពេលអាដាមអេវ៉ាបានបរិភោគផ្លែឈើដឹងខុសត្រូវប្រហែលពេលហ្នឹងព្រះអង្គបំផ្លាញពួកគាត់ចោលតែម្ដងដាក់ទោសពួកគាត់ភ្លាមតែម្ដងអត់ធ្មត់ណាស់ព្រះអង្គបែរជាហៅពួកគាត់មកនិយាយសួរដេញដោលពីណាគេឲ្យញ៉ាំផ្លែឈើអីចឹងហើយយើងគេថាអាដាមអេវ៉ាបន្ទោសគ្នាអាដាមបន្ទោសតែនឹងអេវ៉ាថាណៃឲ្យញ៉ាំផ្លែឈើថាស្ត្រីដែលព្រះអង្គប្រទាននៅទុំគុំបានឲ្យផ្លែឈើនៅទុំគុំហើយអេវ៉ាតែបន្ទោសពោះបន្ទោសតគ្នាទៅវិញទៅមកបន្ទោសចោះបន្ទោសឡើងបន្ទោសព្រះផ្ទាល់ហ្នឹងឯងថាព្រះអង្គដែលបង្កើតបញ្ហាមកបាទអត់ទទួលកំហុសបាទយើងឃើញថាព្រះអង្គអត់ធ្មត់ព្រះអង្គគួរតែដាក់ទោសសម្រាប់ពួកគាត់ភ្លាមហ្នឹងតែព្រះអង្គអត់បានដាក់ទោសពួកគាត់ទេព្រះអង្គសន្យាថានឹងមានពូជស្ត្រីនឹងចិននឹងយាងមកនឹងខ្មាំងជាមួយនឹងសត្វពស់ហ្នឹងបើយើងមើលបទគម្ពីរហ្នឹងនៅក្នុងលោកុបាទចំពុក3ទៅព្រះអង្គអត់ធ្មត់ហើយព្រះអង្គរៀបចំសម្លៀកបំពាក់ឲ្យគាត់ទៀតហើយព្រះអង្គបណ្ដេញពួកគាត់ចេញពីសួនច្បារទៅរហូតដល់ព្រះយេស៊ូវយាងមកតាមការសន្យាព្រះអង្គអត់ធ្មត់ចំពោះយើងណាបានជាគ្រិស្តបរិស័ទយើងគួរតែមានលក្ខណៈមើលដូចព្រះគ្រីស្ទអត់ធ្មត់ស្រឡាញ់បង្ហាញសម្ដីមកឲ្យល្អមិនមែនសម្ដីដោយលោកីទេបងប្អូនគិតពិចារណាចុះបើខ្ញុំសោកស្ដាយតែឃើញគ្រិស្តបរិស័ទខ្លះជេរបើគាត់ជេរនៅតែជេរយ៉ាងទៀតទៅបាទស្រួលជេរខ្ញុំទៀតបាទស្រួលជេរគ្រីស្ទៀនដែលប្រឆាំងគាត់នឹងការហាម5ឲ្យជេរទាំងយើងទៀតបាទទោះបីជេរក៏គាត់អត់សូវសប្បាយចិត្តនឹងការដែលគាត់នេះដែរតែបីព្រះបន្ទូលព្រះគាត់បដិសេធផ្ទាល់តែម្ដងគាត់យកអាត្មាអញខ្លួនអញជាធំបាទអានោះជារឿងរបស់គាត់មួយព្រះហើយព្រះអង្គជាព្រះព្រះអង្គជាសម្ដេចសង្ឃយើងព្រះអង្គជ្រាបណាស់បាទអញ្ចឹងបងប្អូនគាត់ថាពេលវេលានេះមិនមែនជាពេលវេលាលំបាកដល់អស់កលទេបងប្អូនគិតមើលពីថ្ងៃដែលព្រះអង្គជំនុំជម្រះព្រះគម្ពីរហេព្រើរបានប្រាប់ច្បាស់ហើយថាថ្ងៃនៃព្រះអង្គម្ចាស់នោះគួរស្ញែងខ្លាចណាស់ប្រហែលជាគួរស្ញែងខ្លាចជាងសង្គ្រាមដែលយើងជួបប្រទេសនៅពេលឥឡូវនេះទៀតយើងពិបាកចិត្តដោយឃើញប្រទេសយើងឆ្លៀនពីដោយថៃបាទរឿងអយុធធម៌នៅលើផែនដីដែលមានរឿងអយុធធម៌ច្រើនណាស់សូម្បីតែការសគត់របស់ព្រះយេស៊ូវក៏ជារឿងអយុធធម៌ដែរបងប្អូនព្រះយេស៊ូវអត់មានកំហុសសោះគេចាប់ព្រះអង្គដាក់ឆ្កាចាប់ព្រះអង្គតែអញ្ចេញចុះបាទយើងត្រូវយល់ថាព្រះយើងយុត្តិធម៌ព្រះអង្គនឹងប្រទានដោះស្រាយឲ្យយើងនៅពេលណាមួយព្រះអង្គនឹងសងសឹកចំពោះកំហុសត្រូវរបស់យើងឲ្យតែយើងថ្វាយដល់ព្រះអង្គអញ្ចឹងបងប្អូនត្រូវរក្សាអរិយាប័ត្រកុំឲ្យមានការជេរប្រមាថហើយបងប្អូនដែលធ្លាប់ជេរធ្លាប់ធ្វើបាបធ្លាប់ជេរហ្នឹងសូមកែប្រចិត្តហើយបងប្អូនខ្លះគាត់នៅតែជេរអានឹងជារឿងមួយដែលខ្ញុំអត់ដឹងហាមឃាត់មិនដែរប៉ុន្តែព្រះគម្ពីរហាមឃាត់ហើយបើគាត់មិនស្ដាប់មិនគប់អានឹងរឿងគាត់ជាមួយនឹងព្រះហើយខ្ញុំក៏អធិដ្ឋានសម្រាប់គាត់ដែរបាទអញ្ចឹងកុំឲ្យមានពាក្យអាក្រក់ចេញពីមាត់របស់យើងបាទសំបីព្រះគម្ពីរយ៉ាកុបចំពុក3ខ10បាននិយាយថាម៉េចមានទាំងពាក្យសរសើរនិងពាក្យប្រទេសបដាសាចេញមកពីមាត់តែមួយនោះឯងបងប្អូនអើយមិនគួរគប្បីឲ្យមានដូច្នោះឡើយបាទអត់គួរគប្បីមានពាក្យដូច្នោះឡើយបាទអញ្ចឹងអ្នកដែលជេរប្រមាថដែលគាត់គិតពីជេរហ្នឹងគាត់កើតចេញពីការស្អប់ហើយការស្អប់នោះគឺជាអំពើបាបព្រះអង្គមកដល់យើងស្អប់នរណាម្នាក់ទេហើយប្រហែលជាគាត់ពេលខ្លះគាត់ជេរព្រះទៀតបាទមានតែខ្លះកំហឹងខ្លាំងពេកជេរព្រះទៀតបាទជេរព្រះល្អូដាក់ព្រះល្អូរទាំពីព្រះថាអញ្ចេះព្រះអង្គមិនធ្វើចេះធ្វើចាស់បាទតាមចិត្តគាត់ចិត្តមកឃើញបាទមានរឿងឆ្ងាយទៀតអញ្ចឹងហើយបានជាព្រះគម្ពីរឲ្យយើងចេះទប់ចិត្ត
បាទឲ្យយើងដើរនៅក្នុងព្រះវិញ្ញាណមិនមែនដើរនៅក្នុងកិច្ចការសាច់ឈាមរបស់យើងដែលនៅលើកនេះទេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងហើយសូមព្រះបាទទានពរដល់បងប្អូនឲ្យមានការអត់ធ្មត់ហើយបរិច្ចាគថវិកាតាមលទ្ធភាពបងប្អូនអាចធ្វើបានទៅជនភៀសខ្លួនទីខិតតាមសារយ៉ាងល្អសម្រាប់ពួកគាត់ឬក៏ទៅជួបផ្ទាល់និយាយដំណឹងល្អជាមួយពួកគាត់បាទជាពេលវេលាល្អដល់ពេលវេលាល្អមែនទែនដែលយើងអាចឆ្នៃការនោះប្រាប់ពីព្រះគ្រីស្ទដល់ពួកគាត់គ្មានដង្វាយគ្មានកិច្ចការណាដែលសំខាន់អំណោយណាសំខាន់ជាងព្រះគ្រីស្ទទេបាទបងប្អូនអាចឲ្យអាហារអង្គឲ្យគាត់ហូបបានមួយពេលប៉ុន្តែបើឲ្យព្រះគ្រីស្ទដល់កាត់គាត់បើគាត់ជឿនោះពួកគាត់នឹងបានជីវិតអស់កលនេះជាតម្លៃបំផុតព្រះគ្រីស្ទមានតម្លៃលើសអ្វីវាទាំងអស់ដែលយើងត្រូវឲ្យទៅកាន់ពួកគាត់អរគុណព្រះអង្គហើយសូមប្រាំឲ្យទានពរនៅក្នុងពេលវេលាលំបាកសូមមានប្រាជ្ញាតាមដានព័ត៌មានត្រឹមត្រូវច្បាស់ការពីរដ្ឋាភិបាលស្ដាប់ការណែនាំរបស់រដ្ឋាភិបាលហើយអធិដ្ឋានបាទកុំមានអារម្មណ៍មួម៉ៅកុំឲ្យមានអារម្មណ៍ថាប់ព្រួយឡើយត្បិតអ្វីៗគឺនៅក្នុងផែនការរបស់ព្រះទោះបីជាការអាក្រក់កាក់ឡើងប៉ះពាល់ជីវិតរបស់យើងក៏យើងស្លាប់ក៏ព្រះនឹងប្រោះឲ្យយើងរស់ឡើងវិញដែរពីព្រោះផែនដីទាំងមូលព្រះអង្គដែលបង្កើតជីវិតដែលយើងរស់នៅនេះព្រះអង្គជាអ្នកផ្ដល់ឲ្យខ្យល់ដង្ហើមដែលយើងដកនេះក៏ព្រះអង្គផ្ដល់ឲ្យដែរអញ្ចឹងគ្មានអ្វីដែលជាឧបសគ្គរបស់ព្រះទេព្រះអង្គអាចបំផ្លាញហើយព្រះអង្គក៏អាចស្ដារឡើងវិញបានដែរនេះជាព្រះរបស់យើងបាទព្រះរបស់យើងមានអំណាចលើលប់គ្មាននរណាម្នាក់អាចនឹងប្រឆាំងជាមួយនឹងព្រះបានទេសូមព្រះអង្គទានពរបាទ